បងប្អូនប្រិយមិត្តទស្សនិកជនឥឡូវនេះយើងឃើញថាថៃកាន់តែមានវិបត្តិធ្ងន់ធ្ងរទៅទៀតហើយបាទកាលលោកមុនយើងឃើញហើយមានការដែលបាក់ដីបាក់ស្ពានដែលធ្វើឲ្យប្រជាពលរដ្ឋនឹងពិបាកក្នុងការធ្វើដំណើរប៉ុន្តែឥឡូវនេះមកដល់ពេលនេះបាទថ្មីនេះតែម្ដងគឺខាងកសិករដែលជាអ្នកចិញ្ចឹមគោដើម្បីយកទឹកដោះនោះណាឥឡូវនេះគឺពិបាកក្នុងការលក់ចេញអត់មានទីផ្សារដែលធ្វើឲ្យប្រជាកសិករបានប្រមូលផ្ដុំគ្នាយកទៅដល់គោឆៅប្រមាណជា40តោនយកតែចាក់ចោលខ្ទេចខ្ទីតែម្ដងបាទជាមួយគ្នានោះដោយសារតែអង្គការកសិដ្ឋានចិញ្ចឹមសត្វគោបាទគឺ DPO ក៏បានលើកឡើងថាដោយសារតែខាតបង់បាទធម្មតាការវិនិយោគទុនផ្សេងកាលណាតែខាតបង់ហើយលែងហើយបាទគឺអត់អាចប្រវល់ប្រាក់ដើមទុនបានអញ្ចឹងមានតែការខាតបង់មិនអាចទ្រទ្រង់រួចគឺមានតែបញ្ឈប់នៃការទិញទំនិញហើយជាក់ស្ដែងដូចជាករណីនេះអញ្ចឹងបងប្អូនឥឡូវនេះយើងឃើញហើយបាទប្រជាកសិករច្រើនមែនទែនណាដែលប្រមូលផ្ដុំគ្នាយកទឹកដោះគោឆៅនឹងយកទៅចាក់ចោលតែម្ដងបាទហើយយើងឃើញថាមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទៅទៀតនោះទេបាទយើងអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទៅទៀតនោះទេបាទដោយសារតែយើងឃើញហើយបាទឥឡូវនេះគឺខាងប្រជាកសិកររបស់គេហ្នឹងឲ្យបាននាំយកទៅនឹងទឹកដោះគោនឹងឆៅចាក់ចោលចុះទៅមុខទៀតមានអីទៀតឲ្យបងប្អូនយើងចាំមើលថាតើទៅមុខទៀតមានអីទៀតបាទនេះហើយបាទគឺជាគេហៅថាអំពើគេហៅថាអ្នកណាធ្វើអ្នកនឹងទទួលតែជាក់ស្ដែងដូចយើងឃើញហើយឥឡូវនេះកំពុងតែវឹកវមែនតើណាបាទមិនដឹងថាស្អីទៅស្អីទៀតណាបាទអស់ពីមួយរឿងទៅមួយរឿងអស់ពីមួយរឿងទៅមួយរឿងឥឡូវនេះចូលមកមួយរឿងទៀតរឿងកសិករដែលចំសាច់គោពិបាកនៅក្នុងការលក់ដូរនេះតែម្ដងបាទអរគុណណាស់ប្រិយមិត្តហើយសូមជួយ share និងចែករំលែកនៅវីដេអូនេះទាំងអស់គ្នាហើយចង់ដឹងថាតើមូលហេតុអ្វីបានជាកសិករបាននាំយកទៅនឹងទឹកដោះគោទៅចាក់ចោលរហូតដល់40តោនយើងទៅទស្សនានៅវីដេអូទាំងស្រុងដូចតទៅនេះបាទកសិករចិញ្ចឹមគោទឹកដោះគោនៅស្រុកឡាំសន្ធីខេត្តពោធិ៍បុរីបានប្រមូលផ្ដុំគ្នាដើម្បីចាក់ចោលទឹកដោះគោឆៅជាង40តោនបន្ទាប់ពីមិនអាចលក់វាបានអង្គការលើកកម្ពស់កសិដ្ឋានចិញ្ចឹមគោទឹកដោះគោថៃ DPO បានបដិសេធមិនទិញទឹកដោះគោឆៅនោះទេដោយលើកឡើងពីការខាតបង់ផ្ទៃក្នុងនិងកង្វះដើមទុនបង្វិលថ្ងៃទី6ខែមករាឆ្នាំ2026នៅការិយាល័យសហករណ៍ទឹកដោះគោឃុំនងរីក្នុងស្រុកឡាំសន្ធីប្រទេសថៃកសិករចិញ្ចឹមគោទឹកដោះគោបានប្រមូលទឹកដោះគោឆៅរបស់ពួកគេមុនពេលសម្រេចចិត្តចាក់ចោលដោយសារតែសមត្ថភាពផ្ទុកមិនគ្រប់គ្រាន់និងអសមត្ថភាពក្នុងការលក់ចេញផលិតផលរបស់ពួកគេលោកសំរាន់ឃ្លាំងសំរោងប្រធានសហករណ៍ទឹកដោះគោថៃដាននឺម៉ាឃុំនងរីបានបង្ហាញថាសហករណ៍មិនអាចទិញទឹកដោះគោឆៅពីសមាជិកជាង200នាក់របស់ខ្លួនដោយធម្មតាបានទេដោយសារតែ DPO បានបដិសេធមិនទិញទឹកដោះគោឆៅពីសហករណ៍នេះបានបណ្ដាលឲ្យទឹកដោះគោឆៅជាមធ្យម60ទៅ70តោនក្នុងមួយថ្ងៃមិនត្រូវបានលក់ចេញលើពីនេះរថយន្តដឹកទឹកដោះគោឆៅរបស់សហករណ៍ដែលដឹកជញ្ជូនទឹកដោះគោឆៅទៅឲ្យ DPO មិនអាចដឹកធុងចេញបានទេដោយសារតែ DPO បានបញ្ជាក់ថាខ្លួននឹងមិនទិញទឹកដោះគោទេដោយលើកឡើងពីបញ្ហាផ្ទៃក្នុងមានការខ្វះខាតនិងកង្វះថវិកាពួកគេមិនមានលុយទិញប្រអប់ទឹកដោះគោសម្រាប់វេចខ្ចប់ទេដែលបង្ខំឲ្យរថយន្តដឹករបស់សហករណ៍ជាប់គាំងនៅមុខរោងចក្រស្ថានភាពនេះបានបង្កឲ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់សហករណ៍និងកសិករចិញ្ចឹមគោទឹកដោះគោព្រោះទឹកដោះគោឆៅជាផលិតផលដែលមិនអាចរក្សាទុកបានយូរប្រសិនបើវាមិនត្រូវបានលក់ចេញភ្លាមទេវានឹងខូចភ្លាមលោកសំរាន់បានបន្ថែមថាទោះបីជាសហករណ៍កំពុងជួបប្រទះការខាតបង់ក៏ដោយក៏ពួកគេនៅតែព្យាយាមទិញទឹកដោះគោឆៅពីសមាជិកហើយលក់វាទៅឲ្យអ្នកទិញទឹកដោះគោស្រស់ផ្សេងទៀតតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយទុក្ខលំបាករបស់កសិករលោកក៏បានអំពាវនាវដល់ភ្នាក់ងារពាក់ព័ន្ធនិងអ្នកដែលមានអំណាចឲ្យដោះស្រាយបញ្ហានេះជាបន្ទាន់ព្រោះកសិករចិញ្ចឹមគោទឹកដោះគោពិតជារងផលប៉ះពាល់មែនលើពីនេះលោកសំរានបានបញ្ជាក់ថាសមាជិកសហករណ៍នឹងធ្វើដំណើរទៅកាន់អង្គការលើកកម្ពស់ការចិញ្ចឹមគោទឹកដោះគោថៃ DSPO ដើម្បីទាមទារការបំភ្លឺនិងដោះស្រាយចំពោះបញ្ហានេះ